បាទសួស្តីពុកម៉ែបងប្អូនសម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់អញ្ចឹងថ្ងៃនេះខ្ញុំចេញវីដេអូនិយាយអំពីគូ FIFA World Cup វគ្គ Semi Final របស់យើងអញ្ចឹងហើយសម្រាប់យប់នេះដែរគឺជាចំនួនគូដំបូងនៃវគ្គ Semi Final ដែលជាការប្រកួតរវាងបារាំងជាមួយនឹងអេស្ប៉ាញអញ្ចឹងហើយសម្រាប់គូបារាំងនិងអេស្ប៉ាញនេះដែរគឺបើយើងទៅមើលលើស្ថិតិណោះស្ថិតិការជួបគ្នារវាងបារាំងនិងអេស្ប៉ាញគឺបារាំងភាគរយគាត់មិនល្អទេគឺគាត់ជួបអេស្ប៉ាញគឺភាគច្រើនគឺអេស្ប៉ាញជាអ្នកទទួលបានជ័យជំនះប៉ុន្តែសម្រាប់ខ្ញុំវិញគឺឃើញថាទម្រង់បារាំងសម្រាប់ FIFA World Cup 2021នេះដែរគឺគាត់ទម្រង់លេងល្អប៉ុន្តែទៅមើលលើស្ថិតិវិញគឺចាញ់ប្រៀបអេស្ប៉ាញដូច្នេះហើយខ្ញុំគិតថាបារាំងអាចជាសងសឹកលើអេស្ប៉ាញនៅក្នុងការយកឈ្នះដើម្បីឆ្លងចូលទៅកាន់វគ្គដាច់ព្រាត់ផងដែរដែលរងចាំមួយគូទៀតនោះគឺជាការប្រកួតរវាងអង់គ្លេសប៉ះជាមួយនឹងអាឡង់ទីនបាទហើយសម្រាប់អង់គ្លេសប៉ះជាមួយនឹងអាឡង់ទីនវិញគឺភាគរយអង់គ្លេសគឺរៀងដូចបារាំងអញ្ចឹងបើនិយាយពីស្ថិតិការប្រកួតរបស់អង់គ្លេសដែលជួបជាមួយនឹងក្រុមដែល top 4 គឺគាត់តែតែចាញ់អញ្ចឹងហើយសម្រាប់ពីរគូនេះសម្រាប់គូអង់គ្លេសនិងអាឡង់ទីនវិញគឺខ្ញុំគិតថាបើអ្នកខាងក្រៅគឺខ្ញុំគិតថាគេនឹងយកអាឡង់ទីនប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំយកអង់គ្លេសតែស្អីគឺខ្ញុំជា fan អង់គ្លេសបើនិយាយពីភាគរយការឈ្នះវិញគឺខ្ញុំគិតថាអាចជាអាឡង់ទីនដែរប៉ុន្តែធ្វើម៉េចខ្ញុំជា fan អង់គ្លេសអញ្ចឹងខ្ញុំនៅតែជឿជាក់ថាអង់គ្លេសនឹងអាចឡើងអញ្ចឹងហើយក៏សូមរងចាំទស្សនាទាំងអស់គ្នាថាតើបារាំងហើយនិងអេស្ប៉ាញអង់គ្លេសជាមួយនឹងអាឡង់ទីនតើអ្នកណាជាអ្នកឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បាទហើយបងប្អូនអាចទស្សទាយនៅក្នុង comment ផងដែរថាបងប្អូនគិតថាក្រុមណានឹងឡើងទៅហើយកុំភ្លេចជួយ follow account របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទសូមអរគុណ